សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់នៃការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin នឹងលើកយកសាច់រឿងថ្មីមួយដែលចង់និយាយអំពីការជួយសង្គ្រោះនៅសិស្សសាលាក៏ដូចជាកូនក្មេងមួយឡានក្រុងតែម្ដងតោះកុំឲ្យខាតពេកយើងចូលទៅកាន់សាច់រឿងពេញរបស់យើងដែលដំណើររឿងរបស់យើងកំពុងតែស្ថិតនៅលើផ្លូវមួយដែលកំពុងតែនៅលើភ្នំដ៏ខ្ពស់មួយហើយមានរថយន្តក្រុងដែលកំពុងតែធ្វើដំណើរពោពេញទៅដោយសិតតែកូនក្មេងតែម្ដងតែស្របពេលនោះដែររថយន្តក្រុងរបស់យើងដែលកំពុងតែដឹកសិស្សសាលានោះគឺមានឧបទ្ទវហេតុមួយដែលបានកើតឡើងនៅពេលនោះធ្វើឲ្យមានរឿងមួយដែលកើតឡើងនៅតាមចន្លងភ្នំនោះព្រោះថារថយន្តដែលកំពុងតែធ្វើដំណើរនៅលើផ្លូវនោះគឺបានដាច់ប្រាំងបាត់ទៅហើយរកពេលនោះដែរក៏មានរថយន្តក្រុងមួយដែលកំពុងតែដឹកសិតតែជាមន្ត្រីប៉ូលីសអ្នកដែលទើបតែបំពេញកាតព្វកិច្ចហើយពួកគេទាំងអស់គ្នាក៏បានឃើញនៅរថយន្តក្រុងកំពុងតែមានអ្វីមិនប្រក្រតីហើយពេលនឹងដែររថយន្តក្រុងដែលកំពុងតែដឹកក្មេងនោះក៏ត្រូវបានរបូតទៅបុកជាមួយនឹងភ្នំហើយក៏បានរមាលរត់ធ្លាក់ទៅនឹងជ្រោះតែម្ដងហើយពេលនឹងដែររថយន្តរបស់យើងគឺបានជាប់គាំងនៅត្រឹមនឹងតែម្ដងហើយបានធ្វើឲ្យកូនក្មេងក៏ដូចជាតកងឡាននៅទីនោះហាក់បីដូចជាផិតភ័យខ្លាំងមែនទែនព្រោះថាពួកគេមិនសង្ឃឹមថានឹងមានជីវិតរស់រានមានជីវិតឡើងវិញនោះទេពេលនឹងដែរអ្នកដែលជួយសង្គ្រោះក៏ដូចជាក្រុមប៉ូលីសដែលទើបតែបញ្ចប់ការសិក្សាក៏បានមកដល់ក៏នាំគ្នាពួតដៃគ្នាជាច្រើនអ្នកដើម្បីធ្វើការជួយទាញរថយន្តដើម្បីកុំឲ្យរថយន្តនោះបន្តរំកិលទៅមុខខ្លាចធ្លាក់ទៅក្នុងជ្រោះដ៏ជ្រៅមួយនោះពេលនឹងដែរតួអង្គពិសេសរបស់យើងក៏បានបង្ហាញខ្លួនភ្លាមតែម្ដងគេទាំងពីរអ្នកមិត្តភ័ក្តិរបស់គេក៏បានឡើងទៅលើរថយន្តក្នុងគោលបំណងដើម្បីធ្វើការទម្លុះនៅកញ្ចក់ទ្វាររថយន្តដើម្បីជួយសង្គ្រោះនៅក្មេងៗដែលកំពុងតែនៅក្នុងរថយន្តនោះហើយមួយក្រុមទៀតពួកគេក៏បានរត់ដើម្បីរកសេវាអ៊ីនធឺណិតដើម្បីធ្វើការទំនាក់ទំនងទៅកាន់អ្នកសង្គ្រោះបន្ទាន់ដើម្បីមកជួយនៅក្មេងៗក៏ដូចជាអ្នកដែលកំពុងតែបើកបរនិងជាប់គាំងនៅក្នុងរថយន្តនោះក៏លេចមកមើលបរិសុទ្ធពីរអ្នកនេះវិញគេព្យាយាមខ្លាំងមែនទែនក្នុងគោលបំណងដើម្បីបំបែកនៅកញ្ចក់របស់រថយន្តដើម្បីជួយសង្គ្រោះកូនក្មេងជាច្រើនអ្នកដែលកំពុងតែជាប់នៅទីនោះពេលនឹងដែរគេក៏បានយកនៅញញួរមួយដើម្បីវាយទម្លុះកញ្ចក់ហ្នឹងដើម្បីយកកូនក្មេងជាច្រើននៅក្នុងរថយន្តទីបំផុតពួកគេក៏បានសម្រេចនឹងយកកូនក្មេងចេញមកវិញពីក្រៅរថយន្តនោះដោយសុវត្ថិភាពតែម្ដងក្មេងៗជាច្រើនពិតជារំភើបនិងសប្បាយចិត្តខ្លាំងមែនទែនព្រោះគេគិតថាគេមិនអាចចាកចេញនឹងមានជីវិតនោះទេពេលនឹងដែរពួកគេក៏បានបន្តទំនាក់ទំនងទៅកាន់ឡានពេទ្យដើម្បីធ្វើការមកជួយសង្គ្រោះកូនក្មេងដែលមានរងរបួសនៅទីនោះជាមួយនឹងអ្នកតកងឡានដែលជាអ្នកដំណើរហើយពួកគេក៏បាននៅតែបន្តយកមនុស្សក៏ដូចជាក្មេងចេញពីរថយន្តធ្វើឲ្យរថយន្តរបស់យើងគឺបាត់បង់លំនឹងហើយធ្វើឲ្យអ្នកដែលគេកំពុងតែសង្គ្រោះពីរអ្នកនោះធ្វើឲ្យសឹងតែធ្លាក់ចូលទៅក្នុងជ្រោះតែម្ដងព្រោះថានៅពេលដែលយកកូនក្មេងចេញអស់ហើយធ្វើឲ្យរថយន្តរបស់យើងនឹងគឺវាបាត់ទម្ងន់ហើយពេលនឹងដែរពួកគេពិតជាផិតភ័យខ្លាំងមែនទែនព្រោះថារថយន្តសឹងតែធ្លាក់ចូលទៅក្នុងជ្រោះហើយចំណែកឯមួយក្រុមទៀតគេក៏នៅតែព្យាយាមទាញរថយន្តដើម្បីជួយសង្គ្រោះកុំឲ្យក្រុមរបស់គេនឹងធ្លាក់ចូលទៅជាមួយនឹងរថយន្តក៏លេចមកមើលតួប្រុសដ៏ពិសេសរបស់យើងគេក៏បានលូននៅលើរថយន្តរបស់យើងដើម្បីទាញនៅដៃគូរបស់គេម្នាក់ទៀតដើម្បីលោតចេញពីរថយន្តកុំឲ្យធ្លាក់ទៅក្នុងជ្រោះជាមួយរថយន្តពេលនឹងដែររថយន្តរបស់យើងក៏បានធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយអ្នកទាំងអស់គ្នាបើសិនជាមិនអាចជួយសង្គ្រោះបានទេច្បាស់ណាស់ថាពួកគេទាំងអស់នឹងស្លាប់និងមិនមានជីវិតអាចរស់រានបាននោះទេតែទីបំផុតពួកគេក៏បានជួយសង្គ្រោះក្មេងហើយរថយន្តពេទ្យក៏បានមកដល់ពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលពួកគេបានធ្វើកិច្ចការងារសង្គមមួយនេះហើយបន្ទាប់មកទៀតក្មេងៗទាំងអស់ក៏ត្រូវបានឡើងទៅលើរថយន្តពេទ្យជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិតក៏ដូចជាកែប្រែនៅស្ថានភាពដែលបានកើតឡើងមុននេះហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅសាច់រឿងមួយនេះ